ខ្ញុំម្ចាស់សូមលំអរកាយក្រាបថ្វាយបង្គំព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតខ្ញុំម្ចាស់នាងខ្ញុំសូមក្រាបថ្វាយបង្គំនិងសូមគោរពជម្រាបសួរទូរទស្សនិកជនទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីមេត្រីលំដាប់តទៅនេះខ្ញុំម្ចាស់សូមលំអរកាយក្រាបថ្វាយបង្គំស្ដេចយាងទតនិងទស្សនាព័ត៌មានព្រះរាជសកម្មភាពរបស់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលមានជាបន្តបន្ទាប់ដូចតទៅព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហឫទ័យប្រោសព្រះរាជទានឯកឧត្តម Flavio Bonetti តំណាងអង្គការ UNESCO ថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាចូលក្រាបថ្វាយបង្គំគាល់សម្ដែងការគួរសមនិងថ្វាយព្រះពរនៅព្រះមហាប្រាសាទខេមរិន្ទក្នុងព្រះបរមរាជវាំងវេលាម៉ោង 10 ព្រឹកថ្ងៃទី 27 ខែមករាឆ្នាំ 2026Bonjour, Excellence. Je vous souhaite la bienvenue. Merci beaucoup. Je suis très heureux de vous rencontrer. Moi également. Ravi d'être à Phnom Penh, de commencer ma mission au Cambodge. Et merci beaucoup de votre accueil. Et je salue aussi vos collègues qui vous accompagnent. Tout à fait. Bonjour, madame. Je vous souhaiteក្នុងឱកាសដ៏ប្រសើរនោះឯកឧត្តមបានថ្វាយផ្កាដ៏ស្រស់ល្អចំនួន1កន្ត្រកថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូងដើម្បីជានិមិត្តរូបបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់និងការចម្រើននៅសិរីសួស្តីជ័យមង្គលព្រះបរមសុខព្រះជន្មវស្សាយឺនយូរនិងបានថ្វាយនំម៉ាខារុនដែលជានំដ៏ល្បីល្បាញប្រចាំប្រទេសបារាំងថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដោយឡែកព្រះករុណាជាម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសពព្រះរាជហឫទ័យប្រោសព្រះរាជទានវត្ថុអនុស្សាវរីយ៍ប្រកបដោយតម្លៃខ្ពង់ខ្ពស់ជូនឯកឧត្តម Flavio Bonetti ទទួលបានផ្តិលធ្វើអំពីប្រាក់សុទ្ធដោយមានលម្អនៅក្បូរក្បាច់ចម្លាក់ប្រពៃណីខ្មែរយ៉ាងល្អវិចិត្រនិងប្រកបដោយភាពរស់រវើកដែលបង្ហាញអំពីភាពរុងរឿងនៃខឿនវប្បធម៌សិល្បៈប្រពៃណីនិងទំនៀមទម្លាប់របស់ប្រជាជាតិខ្មែរសៀវភៅស្ដីអំពីព្រះមហាក្សត្រខ្មែរសៀវភៅប្រវត្តិព្រះបរមរាជវាំងនៅរាជធានីភ្នំពេញនិងសៀវភៅស្ដីអំពីសម្រងរូបភាពពិពណ៌នាអំពីការជួសជុលនិងអភិរក្សប្រាសាទចន្ទឆាយាក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមតំណាងអង្គការ UNESCO ថ្មីប្រចាំកម្ពុជាបានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅថ្វាយព្រះករុណាជាម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទានឯកឧត្តមនិងសហការីបានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ថ្វាយព្រះពរក្នុងឱកាសដ៏ថ្លៃថ្លានេះឯកឧត្តមតំណាងអង្គការ UNESCO ថ្មីប្រចាំកម្ពុជាបានទូលថ្វាយព្រះករុណាព្រះមហាក្សត្រថាឆ្នាំនេះគឺជាអាណត្តិបំពេញបេសកកម្មការងារថ្មីក្នុងនាមជាតំណាងអង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជាព្រមទាំងបានទូលថ្វាយអំពីការបដិញ្ញាចិត្តដ៏រឹងមាំរបស់ឯកឧត្តមក្នុងអង្គការ UNESCO ក្នុងការពង្រឹងប្រព័ន្ធអប់រំ
ការការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិការជំរុញវិទ្យាសាស្ត្រនិងការអភិវឌ្ឍទំនាក់ទំនងនិងព័ត៌មាននៅក្នុងប្រទេសកម្ពុជាឯកឧត្តមបានទូលថ្វាយបន្តថាក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះមហាក្សត្រជាពិសេសក្នុងឋានៈជាប្រធានកិត្តិយសនៃ ICC អង្គរសម្បូរព្រៃគុកអង្គការ UNESCO មានកិត្តិយសចំពោះកិច្ចសហការដ៏ល្អឥតខ្ចោះជាមួយព្រះរាជាណាចក្រកម្ពុជាឯកឧត្តមសូមចូលរួមអបអរសាទរយ៉ាងឃ្លាវខ្លាចំពោះជោគជ័យនិងស្នាដៃដ៏ធំធេងដែលព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលនិងប្រជារាស្ត្រកម្ពុជាខិតខំសម្រេចបានក្រោមព្រះរាជកិច្ចដឹកនាំដ៏ភ្លឺស្វាងនិងការគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់នៃអង្គព្រះករុណាព្រះមហាក្សត្រសង្គមជាតិយើងរក្សាបាននូវសេចក្តីសុខសន្តិភាពមានការឯកភាពជាតិដ៏រឹងមាំនិងមានការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់ធ្វើឲ្យកម្ពុជាកាន់តែទទួលបាននូវកិត្តិយសដ៏ខ្ពង់ខ្ពស់ថែមទៀតលើឆាកអន្តរជាតិមានព្រះរាជអង្គការប្រោសព្រះរាជទាននៅការសំណេះសំណាលក្នុងឱកាសដ៏ប្រពៃនោះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានសពព្រះរាជហឫទ័យប្រោសព្រះរាជទាននៅសេចក្តីនឹករលឹកសាកសួរសុខទុក្ខនិងថ្លែងអំណរគុណជូនឯកឧត្តមនិងគណៈប្រតិភូដែលបានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះអង្គក្នុងឱកាសដែលឯកឧត្តមបានបំពេញភារកិច្ចថ្មីជាតំណាងអង្គការ UNESCO ប្រចាំកម្ពុជានាពេលនេះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមចូលរួមអបអរសាទរយ៉ាងឃ្លាវខ្លាបំផុតចំពោះបេសកកម្មថ្មីរបស់ឯកឧត្តមជាតំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជាដែលឯកឧត្តមនឹងបន្តកិច្ចការងារនៅអង្គការ UNESCO ក្នុងភាពជាដៃគូដ៏ល្អជាមួយកម្ពុជាក្នុងនាមជាដៃគូពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនានាដែលបាននឹងរួមចំណែកយ៉ាងធំធេងធ្វើឲ្យកម្ពុជាមានការរីកចម្រើនជាលំដាប់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងមានព្រះរាជអង្គការអំពីសុខសន្តិភាពដែលកម្ពុជាទទួលបានសពថ្ងៃនិងបានថ្លែងអំណរគុណដោយសេចក្តីកោតសរសើរដ៏ស្មោះស្ម័គ្រអស់ពីដួងព្រះរាជហឫទ័យជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតប្រមុខដ៏ឆ្នើមរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជាអ្នកស្នេហាជាតិដ៏ខ្ពង់ខ្ពស់បានខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ដោយមិនខ្លាចនឿយហត់ក្នុងការដឹកនាំការពារនិងកសាងមាតុភូមិកម្ពុជាបានស្ថិតក្នុងសេចក្តីសុខសន្តិភាពការឯកភាពជាតិនិងមានការរីកចម្រើនជឿនលឿនលើគ្រប់វិស័យជាបន្តបន្ទាប់ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងសពព្រះរាជហឫទ័យថ្លែងអំណរគុណនិងចូលរួមអបអរស្វាគមន៍ចំពោះបេសកកម្មការងារដ៏ឧត្តមឧត្តមរបស់ឯកឧត្តមតំណាងអង្គការ UNESCO នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះជាបេសកកម្មមួយដ៏មានសារៈសំខាន់បាននាំមកនូវគុណប្រយោជន៍យ៉ាងធំធេងក្នុងការបន្តជំរុញឲ្យចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនានាកាន់តែមានភាពរីកចម្រើនថ្កុំថ្កើងនិងជិតស្និទ្ធថែមទៀតព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះអង្គសពព្រះរាជហឫទ័យប្រោសព្រះរាជទានជ័យមង្គលជូនឯកឧត្តមតំណាងអង្គការ UNESCO ថ្មីប្រចាំកម្ពុជានិងសហការីសូមបានប្រកបនូវសុខភាពល្អអាយុយឺនយូរនិងសូមឲ្យឯកឧត្តមទទួលបានជោគជ័យក្នុងការបំពេញគ្រប់ភារកិច្ចការងារឯកឧត្តម Flavio Bonetti តំណាងអង្គការ UNESCO ថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្វាយព្រះសព្វសាធុការពរដល់មហាបវរថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គបានប្រកបនៅព្រះបរមសុខគ្រប់ប្រការព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមាំមួននិងមានព្រះជន្មាយុយឺនយូរជាង100ព្រះវស្សាដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់សុខសាន្តចម្រើនរុងរឿងដល់ព្រះរាជាណាចក្រកម្ពុជានិងកូនចៅចៅទូតរបស់ព្រះអង្គជាដរាបតរៀងទៅ
สดใสและเกิดการจุดที่สมัยเดิมที่จะตัวเป็นเสกตัวหลักเป็นตัวเป็นชู